មួយនេះខ្ញុំនឹងបង្រៀនបងប្អូនទាំងអស់គ្នាឲ្យចេះតម្លើង driver ម៉ាស៊ីន G30 ឬមួយក៏ G20 2010 ពេលយើងអាចតម្លើងបានដូចគ្នាដោយធ្វើតាមរបៀបដែលខ្ញុំបានប្រាប់នៅក្នុងវីដេអូមួយនេះជំហានដំបូងបងប្អូនចូលទៅកាន់ Google តបមកយើង search ពាក្យថា Canon G30 ឬមួយក៏បងប្អូនប្រើ G2010 បងប្អូន search G2010 ហ្នឹងមកអញ្ចឹងបន្ទាប់ពីយើង research មកយើងនឹងឃើញ website ជាច្រើននៅក្នុងហ្នឹងចឹងយើងមើលតែ website មួយដែលមានឈ្មោះថា G30 series full driver ហ្នឹងមកណាយើងចុចលើ website ទី2ហ្នឹងមកចឹងបន្ទាប់ពីយើងចូលទៅក្នុងគេហទំព័ររបស់គេហើយយើងគាត់តែចុចពាក្យថា download នៅចំកណ្ដាលពណ៌ក្រហមហ្នឹងចឹងកន្លែង download ចូលគឺនៅខាងលើចឹងបន្ទាប់មកឆែក folder យើងមកយើងចូលទៅកន្លែង download នៅក្នុង computer របស់យើងចឹងបន្ទាប់ពីយើងឃើញ driver របស់យើងគាត់តែចុចមើលស្ដាំពីលើវាហ្នឹងមកយើងយកពាក្យថា run តមកយើងចុចពាក្យថា yes មកណាបើអ្នកគ្នាឃើញនៅក្នុងអេក្រង់អ្នកគ្នាតែអញ្ចឹងវានឹងទៅកែ install យើងបន្តិចតមកវានឹងលុបផ្ទាំងឲ្យយើងបែបនេះកន្លែងហ្នឹងវាមាន3 option គឺសម្រាប់ option ដែលយើងទៅយកខាងលើអូខេតមកចុចពាក្យថា next បន្តទៀតទៅតមកយើងចុចពាក្យថា next ហ្នឹងមកទុកឲ្យវា downloading មកស្ទុះទៅហើយបងប្អូនត្រូវដោតដោយពី computer ភ្ជាប់ជាមួយម៉ាស៊ីន print ហើយដោតដោយ power ដោតអីឲ្យហើយសិនទៅហើយដូចឲ្យយើងបិទម៉ាស៊ីន print ចោលសិនចាំមកដល់ត្រង់ចំណុចនេះបងប្អូនចុចពាក្យថា yes បន្តតមកចុចថា accept តទៀតចឹងមកដល់ជំហាននេះគឺបងប្អូនត្រូវជ្រើសយកកន្លែងដែលគេដាក់ថា USB connect ហ្នឹងមកយើងคลิกទៅលើ USB ហ្នឹងមកតមកយើងចុចពាក្យថា next បន្តទៅមុខទៀតអូខេអញ្ចឹងឲ្យវា install ឲ្យចប់សិនទៅចឹងមកដល់ត្រង់ចំណុចនេះគឺគេបញ្ជាក់ចង់ឲ្យយើងនឹងដោតដោយជាប់ជាមួយកុំព្យូទ័រនិងដោតដោយភ្លើងអញ្ចឹងដោយសារខ្ញុំបានប្រាប់បងប្អូនថាឲ្យដោតដោយមុនហើយអញ្ចឹងយើងគាត់តែចុចបើកម៉ាស៊ីនមកគឺវា connect auto តែម្ដងអញ្ចឹងយើងចុចបើកម៉ាស៊ីនវាមកណាអូខេបន្ទាប់ពីយើងចុចបើកម៉ាស៊ីនមកវានឹង connect ភ្ជាប់យកតែម្ដងអញ្ចឹងគឺកន្លែងនេះយើងបានភ្ជាប់ដោយជោគជ័យហើយបងប្អូនចុច connect បន្តទៀតមកហើយបើសម្រាប់បងប្អូនដែលចង់តេស្តក៏ដែរចុច start នេះមកណាចាំបើសម្រាប់ខ្ញុំចង់ចុច start ទេចុច next ទៅមុខទៀតហើយយើង next ទៀតមកសម្រាប់កន្លែងនេះគឺមកដុំនៅមុខងារផ្សេងៗដូចជា scanner scan អីចឹងយើងបើយើងចង់ install គឺ install តែបើយើងអត់ចង់ install យើង tick វាចេញទៅហើយប៉ុន្តែសម្រាប់ driver ម៉ាស៊ីន print គឺយើងតម្លើងបានជោគជ័យឯងហើយកន្លែងហ្នឹងក៏វា install ចោលទៅចឹងយើងចូលទៅឆែកនៅក្នុង control panel ដើម្បីមើល driver ម៉ាស៊ីន print របស់យើងចូលទៅក្នុង control panel ចូលទៅក្នុង view printer អញ្ចឹងសម្រាប់នេះគឺជាម៉ាស៊ីន print ដែលយើងបានដំឡើងបាញ់មិញអញ្ចឹងសម្រាប់ចំណងផ្សេងៗបងប្អូនអាច comment នៅខាងក្រោមបានចុងក្រោយសម្រាប់បងប្អូនដែលត្រូវការដំឡើង driver ម៉ាស៊ីន print បងប្អូនអាចទាក់ទងខ្ញុំបានតាមរយៈ link Telegram នៅក្នុង description ឬមួយក៏ comment នៅខាងក្រោមវីដេអូមួយនេះបាទសូមអរគុណសម្រាប់ការទស្សនាបងប្អូនជួបគ្នានៅវីដេអូក្រោយ